ទេបើខ្ញុំនិយាយថាបងប្អូនដែលគាត់មកធ្វើការនៅប្រទេសគេគឺសុទ្ធតែជាអ្នកតស៊ូលះបង់បងប្អូនជឿអត់នឹងឲ្យបងប្អូនត្រូវដឹងថាមនុស្សគ្រប់គ្នាតែងតែចង់នៅជួបជុំគ្រួសារជួបជុំសាច់ញាតិណាហ្នឹងហើយគ្មានអ្នកណាម្នាក់ដែលចង់បែកគ្រួសារនោះទេហ្នឹងហើយតែដើម្បីជីវភាពហ្នឹងហើយដើម្បីអាចមានជាដើមទុនខ្លះហើយក៏ពួកគាត់បង្ខំចិត្តនឹងឲ្យមកធ្វើការនៅស្រុកគេនៅប្រទេសគេផ្ទាល់ហ្នឹងហើយឥឡូវខ្ញុំលើកបញ្ហាមួយចំនួនហេតុអីបានជាបងប្អូនយើងមួយចំនួនគាត់មកធ្វើការប្រទេសគេហ្នឹងហើយអញ្ចឹងមាន3ចំណុចដែលខ្ញុំយល់ឃើញហ្នឹងហើយចំណុចទី1គឺពួកគាត់ហ្នឹងហើយចង់មានសល់លុយកាក់ខ្លះហ្នឹងហើយសម្រាប់ពេលដែលគាត់ត្រឡប់ទៅស្រុកខ្មែរវិញគាត់មានដើមទុនខ្លះហ្នឹងហើយដើម្បីបង្កើតមុខរបរអាជីវកម្មហ្នឹងហើយអាចsupport នៅការរស់នៅរបស់គាត់ផ្ទាល់ណាហ្នឹងហើយដោយសារបងប្អូនដឹងថាមកធ្វើការស្រុកគេវាអាចសល់ថវិកាច្រើនជាងស្រុកយើងខ្លះហ្នឹងហើយបើសិនជាលក្ខណៈយើងប្រៀបធៀបជាមួយនឹងការធ្វើការទៅណាហ្នឹងហើយវាអាចសល់ខ្លះដែរបើយើងចេះសន្សំចៃនឹងកត្តាទី1តើតើនឹងលុយកាក់ហើយកត្តាទី2គឺគាត់ធ្វើអ្នកថាគាត់មកនេះគឺគាត់ស្រឡឹងគាត់អាចគិតថាដើម្បីគាត់មានឱកាសឲ្យកូនគាត់បានមករៀនបាននៅស្រុកគេដោយសារមករៀនស្រុកគេបាន free អញ្ចឹងណាអត់អស់ថ្លៃសិក្សានឹងបានរៀនជាមួយនឹងគ្រូបរទេសនឹងឯក្នុងកំឡុងពេលវីសាគាត់3ឆ្នាំឬក៏5ឆ្នាំអញ្ចឹងណានឹងអញ្ចឹងគាត់គិតថាគាត់មកធ្វើការគាត់សល់ឲ្យខ្លះហើយគាត់អាចឲ្យកូនគាត់នឹងឯមករៀនបានទៀតអានឹងវាជាចំណុចល្អហើយចំណុចមួយទៀតដែលខ្ញុំយល់ឃើញគឺពួកគាត់ដែលមកធ្វើការនៅទីនេះភាគច្រើនគឺគាត់មានគោលដៅគឺគាត់ចង់មកនៅប្រទេសគេទាំងគ្រួសារអញ្ចឹងណាហ្នឹងហើយគឺគាត់នឹងរកវិធីសាស្ត្រហ្នឹងហើយដើម្បីផ្លាស់ប្ដូរវីសារបស់គាត់ហ្នឹងហើយពី work visa ហ្នឹងហើយទៅជា visa permanent ដោយគាត់ត្រូវរៀនជំនាញបន្ថែមឬក៏គាត់ត្រូវធ្វើការចំជំនាញហ្នឹងហើយឬក៏លក្ខខណ្ឌច្បាប់នៅប្រទេសនេះមានការផ្លាស់ប្ដូរអញ្ចឹងទៅណាហើយគាត់អញ្ចឹងគាត់នឹងព្យាយាមសិក្សាដើម្បីមានឱកាសហ្នឹងហើយបាននៅស្រុកគេជាអចិន្ត្រៃយ៍ហ្នឹងហើយអញ្ចឹងខ្ញុំយល់ឃើញថាមាន3ចំណុចហ្នឹងណាហ្នឹងហើយតែពេលខ្លះបងប្អូនខ្លះក៏គាត់ជោគជ័យទៅមានន័យថាអ្វីដែលគាត់នឹងឲ្យបានព្យាយាមបានតស៊ូហ្នឹងហើយវាពិតជាបានចេញផ្លែផ្កាហ្នឹងហើយក្នុងរយៈពេល3ឆ្នាំឬក៏5ឆ្នាំនៅពេលដែលវីសាគាត់នៅពេលដែលក្នុងកំឡុងពេលដែលគាត់ធ្វើការណាហ្នឹងហើយគាត់បានព្យាយាមហ្នឹងហើយពិភាក្សាជាមួយនឹង immigration advisor គាត់នឹងក៏ដូចជាលក្ខខណ្ឌច្បាប់ឬក៏គាត់ពង្រឹងគាត់ build ខ្លួនគាត់អញ្ចឹងគាត់ក៏ជោគជ័យទៅណាហ្នឹងហើយតែក៏មានបងប្អូនយើងខ្លះក៏គាត់ហ្នឹងហើយមិនទទួលបានជោគជ័យទៅនឹងមិនថាគាត់អត់អាច
អឺ feel នៅអ្វីដែលខាងប្រទេសគេត្រូវការទៅណាអញ្ចឹងមានន័យថានៅពេលដែលចប់ visa 3ឆ្នាំឬក៏5ឆ្នាំហ្នឹងគាត់ក៏បានត្រឡប់ទៅប្រទេសកំណើតវិញទៅហ្នឹងហើយលក្ខណៈអញ្ចឹងហើយចំណុចមួយទៀតមានបងប្អូនយើងខ្លះគាត់តែសួរថាតើអ្នកដែលត្រឡប់ទៅវិញហ្នឹងគាត់ពិតជាបរាជ័យឬក៏តើអ្នកដែលនៅទីនេះគាត់ពិតជាជោគជ័យ 100% តែម្ដងឬក៏យ៉ាងម៉េចគាត់តែសួរខ្ញុំអញ្ចឹងណាហ្នឹងហើយបើតាមអ្វីដែលខ្ញុំនឹងឲ្យសិក្សានឹងឲ្យខ្ញុំក៏មិនជាអ្នកដែលបាទដឹងបើ 100% ដែរណាគ្រាន់តែថាអ្វីដែលខ្ញុំដឹងខ្លះបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់នឹងឲ្យខ្ញុំតែប្រាប់បាទមានន័យថាมันមានពាក្យថាបរាជ័យឬក៏ពាក្យថាជោគជ័យបងប្អូនដោយសារអីដោយសារមនុស្សគ្រប់គ្នាគឺផ្នត់គំនិតការគិតគឺផ្សេងគ្នាដោយខ្ញុំលើកឧទាហរណ៍3ចំណុចនៅខាងដើមអញ្ចឹងណាថាអ្នកខ្លះគាត់មកគឺគ្រាន់តែមកដើម្បីរលុយទេចឹងនិយាយថានៅពេលដែលគាត់រលុយបានសមរម្យហើយគាត់ក៏ត្រឡប់ទៅស្រុកកំណើតគាត់បាទទៅប្រទេសគាត់ដើម្បីទៅប្រកបអាជីវកម្មបាទតែទិញផ្ទះទិញដីឬក៏បង្កើតអាជីវកម្មតូចណាមួយគាត់នៅជុំគ្រួសារគាត់ទៅនៅគឺគាត់មកដើម្បីលុយហើយទន្ទឹមនឹងគាត់មកដើម្បីលុយហើយគឺប្រទេសហ្នឹងគាត់អត់ចេះនៅចង់និយាយថាហេតុអីបើអត់ចេះនៅដោយសារតាក់ទងជាមួយនឹង culture តាក់ទងជាមួយនឹងលក្ខខណ្ឌអាកាសធាតុឬក៏តាក់ទងជាមួយនឹងអ្វីផ្សេងវាខុសឆ្ងាយពីប្រទេសយើងបាទតាក់ទងនឹងភាសាប្រទេសគេនេះគឺគេប្រើភាសាអង់គ្លេសអញ្ចឹងបើសិនយើងចេះអង់គ្លេសមុំក៏យើងអាចប្រើការបានខ្លះទៅណាតែបងប្អូនខ្លះដែលគាត់មកពីមុនគាត់អត់ចេះភាសាអង់គ្លេសអញ្ចឹងគាត់វាជាបញ្ហាដែលពិបាកណាស់នៅក្នុងប្រទេសមួយដែលយើងអត់ចេះភាសាគេវាពិបាកខ្លាំងណាស់ហើយតាក់ទងជាមួយនឹងអាកាសធាតុនៅប្រទេសនេះវារឿងត្រជាក់នឹងអញ្ចឹងបងប្អូនខ្លះគាត់ចេះអាកាសធាតុគាត់អត់ចេះនៅតាក់ទងជាមួយនឹងម្ហូបអាហារគាត់អត់សូវជាហូបឬក៏បើសិនគាត់ចង់ទៅផ្សារអាស៊ីគេ Asian shop ហ្នឹងគាត់ត្រូវចំណាយច្រើនហ្នឹងហើយអញ្ចឹងគាត់ថ្លឹងថ្លែងជាមួយបរិយាកាសការរស់នៅគាត់គិតថាគាត់អត់ចូលចិត្តនៅប្រទេសគេអញ្ចឹងគាត់ក៏ត្រឡប់ទៅវិញទៅហ្នឹងហើយគាត់រកលុយបានសខ្លះគាត់ត្រឡប់ទៅវិញបង្កើតនឹងជាការងារបង្កើតជាមុខរបរផ្សេងអញ្ចឹងណានឹងហើយក៏អ្នកខ្លះទៀតក៏គាត់ចង់នៅក៏គាត់ធ្វើដើម្បីកូនគាត់អញ្ចឹងទៅណាដូចខ្ញុំបញ្ជាក់អញ្ចឹងធ្វើដើម្បីកូនទៅនៅគាត់បើគាត់មិនចង់ដែរតែដោយសារកូនគាត់អីទៅគាត់ជឿថានឹងឲ្យធ្វើមកអីមិនឲ្យកូនវាមានអនាគតវាអីចឹងទៅអញ្ចឹងជឿថាបង្ខំចិត្តជឿថាស៊ូត្រង់ដើម្បីនៅទៅដើម្បីបាន permanent resident ទៅកូនក៏បាននៅទៅណានឹងហើយក៏អ្នកខ្លះទៀតក៏គាត់មកនៅប្រទេសកុយគឺគាត់សប្បាយចិត្តមានថាគាត់ថាគាត់ learn នៅ everything ហ្នឹងហើយ from new country ហ្នឹងគាត់គិតថាគាត់សប្បាយចិត្តហ្នឹងហើយគាត់ចង់ផ្លាស់ប្ដូរហ្នឹងហើយអញ្ចឹងគាត់ក៏នៅទៅបាទអញ្ចឹងបានខ្ញុំបញ្ជាក់មកគឺអត់មានអ្នកណាខុសអត់មានអ្នកណាត្រូវទេហ្នឹងហើយមិនមានន័យថាពេលដែលបងប្អូនគាត់ទៅខ្មែរវិញយើងទៅលក្ខណៈថាគាត់ខ្សោយគាត់អសមត្ថភាពអត់ទេណាហ្នឹងហើយឬគាត់បាននៅយើងទៅសរសើរឡើងគាត់ប្រកែកណាស់មនុស្សមានការសម្រេចចិត្ត decision គឺខុសគ្នាហ្នឹងហើយសំខាន់គាត់សប្បាយចិត្តបើគាត់សប្បាយចិត្តជាមួយនៅប្រទេសគេគាត់នៅបើគាត់មិនសប្បាយចិត្តគាត់ទៅណាយើងអត់អាចបន្ទោសគាត់បានទេហើយអាការនៅបានមិនបានហ្នឹងមិនមែនលើយើងទេវា depend on the law វាអាស្រ័យទៅលើច្បាប់ប្រទេសគេណានៅលក្ខខណ្ឌច្បាប់យ៉ាងម៉េចនៅដូចនៅក្នុងឆ្នាំ2026
នឹងហើយដែលអាប់ដេតចុងក្រោយនេះនឹងហើយយើងបាននៅប្រទេសគេដល់យើងនឹងហើយមានការប្រឡងភាសាអង់គ្លេស4ចុចសំទោស 6.5 ហ្នឹងហើយ4ចុចគឺលក្ខណៈយើង apply មកធ្វើការទេ 6.5 ដែលយើង apply ចង់រស់នៅប្រទេសគេហើយយើងក៏ត្រូវមានជំនាញនិងជំនាញដែលតាក់ទងប្រទេសគេចង់បានណាហ្នឹងហើយ construction ការសាងសង់តាក់ទងជាមួយនឹងវិស័យអប់រំឬក៏តាក់ទងជាមួយនឹងវិស័យសុខភាពណាហើយ nurse ឬក៏ caregiver ឬក៏អីផ្សេងៗហ្នឹងណាហ្នឹងហើយអញ្ចឹងវាគួបផ្សំអញ្ចឹងហើយគួបផ្សំជាមួយរយៈពេលហើយនឹងគួបផ្សំជាមួយនឹងប្រាក់គេហៅថា weight ណាតាក់ទងជាមួយ medium weight ហ្នឹងហើយតើវាត្រូវប្រហែលប្រាក់បៀវត្សmedium weight នឹងវាត្រូវ20ប្រមាណឬក៏30ប្រមាណអីប្រមាណវានៅក្នុងលក្ខខណ្ឌច្បាប់ដែលខ្ញុំមិនលម្អិតនៅក្នុងពេលនេះទេតែគ្រាន់ថាអ្វីដែលខ្ញុំចង់បង្ហាញគឺមុននឹងយើងទទួលបានសិទ្ធិរស់នៅប្រទេសគេវាមានលក្ខខណ្ឌដែលយើងត្រូវ follow ទៅតាមគេណានៅមិនមានអារម្មណ៍មិនមានន័យថាយើងចង់នៅដល់នៅបានទេបងប្អូនមិនអញ្ចឹងទេណាហ្នឹងហើយចឹងមកខ្ញុំចង់បញ្ជាក់ថាមានអ្នកខ្លះក៏គាត់បាននៅទៅអ្នកខ្លះក៏មិនបាននៅទៅតាមភាពជាក់ស្ដែងរបស់លក្ខខណ្ឌច្បាប់ប្រទេសគេនិងគួបផ្សំជាមួយនឹងបងប្អូនដែលគាត់មកគាត់ចង់នៅឬក៏អត់ហើយបើបងប្អូនសួរខ្ញុំថាតើនៅប្រទេសគេនោះវាពិតជាអស្ចារ្យវាពិតជាផ្លាស់ប្ដូរមែនសម្រាប់ខ្ញុំគិតថាវាដូចជាមិនអាក្រក់ហើយក៏វាមិនល្អពេកដែរណាវាសំខាន់ទៅលើមនុស្សហេតុអីខ្ញុំនិយាយអញ្ចឹងឥឡូវខ្ញុំលើកឧទាហរណ៍ថានៅប្រទេសគេតាក់ទងជាមួយការអប់រំចោះជាមួយការអប់រំតាក់ទងនឹងឯក្មេងៗដែលគាត់ជាសិស្សហ្នឹងគឺគាត់រៀន free អញ្ចឹងណាអញ្ចឹងដូចជាបងប្អូនដែលគាត់មកធ្វើការនៅប្រទេស New Zealand នេះផ្ទាល់ក៏កូនគាត់បានមករៀន free ដែរអញ្ចឹងណាអញ្ចឹងវាជាលក្ខខណ្ឌល្អមួយគឺកូនគាត់បានរៀន free បាទល្អកន្លែងនោះមួយតាក់ទងជាមួយនឹងកូនអ្នកដែលមកធ្វើការនៅប្រទេសគេឬក៏តាក់ទងជាមួយនឹងជនជាតិគេនៅទីនេះគឺរៀន free ទី2ខ្ញុំផ្ដោតទៅលើតាក់ទងនឹងវិស័យបែបសុខាភិបាលនៅប្រទេសនេះគឺគេ free ចង់និយាយថាពេលដែលយើងឈឺទៅបើយើងឈឺមុំយើងទៅពេទ្យនឹងឲ្យពេទ្យតាមតំបន់ណាហ្នឹងហើយយើងពេទ្យតំបន់ទៅហ្នឹងហើយទូតាចអីចឹងណាហ្នឹងហើយតែបើសិនយើងឈឺលក្ខណៈធ្ងន់អានឹងយើងទៅពេទ្យធំគេទៅចឹងថានោះ free ដែរណាឲ្យអស់លុយទេយើង free ចឹងទៅបើជំងឺយើងធ្ងន់ដល់កម្រិតណាយើងត្រូវsugary តាក់ទងជាមួយនឹងការវះកាត់ឬក៏អីផ្សេងក៏ដោយណាគឺស្រុកគេគឺ free ហើយតាក់ទងជាមួយនឹងការយកចិត្តទុកដាក់ប្រទេសគេនេះគេអត់ផ្ដោតទៅលើអ្នកមានអ្នកក្រអ្នកមានអំណាចឬក៏អីអត់ទេគឺស្មើភាពខ្ញុំចង់បញ្ជាក់ណានឹងឯក្រក៏យើងទទួលសេវាកម្ម free អ្នកមានក៏ទទួលសេវាកម្ម free ហើយតាក់ទងជាមួយនឹងmindset របស់ប្រទេសគេនេះដូចខ្ញុំបញ្ជាក់នៅវីដេអូមុនអញ្ចឹងគឺពួកគេរស់នៅដោយស្មារតីចង់និយាយអញ្ចឹងណាអ្នកមាននិងអ្នកក្រឬតាក់ទងជាមួយនឹងការងារក្តីអ្នកបោសសម្រាមអ្នកធ្វើស្អីក៏ដោយណាអ្នកធ្វើដល់ដុកទ័រក្តីអ្នកមានម្ចាស់ក្រុមហ៊ុនក្តីឬក៏យើងអ្នករើអេតចាយក្តីឧទាហរណ៍ណានិយាយចំគឺប្រទេសគេគឺស្មារតីហ្នឹងហើយស្មារតីពេលខ្លះយើងនៅប្រទេសគេនេះយើងអត់ដឹងថាអ្នកណាអ្នកមានពិតប្រាកដអ្នកណាអ្នកក្រពិតប្រាកដទេបងប្អូនណាយើងអត់ដឹងទេដោយសារការរស់នៅប្រទេសគេអត់បំពេញគ្នាទេគេរស់នៅផ្ទះគេយើងរស់នៅផ្ទះយើងអ្នកធ្វើខុសច្បាប់ទទួលទោសណាអ្នករស់នៅខុសច្បាប់ធ្វើអ្វីខុសច្បាប់ទទួលទោសអត់គិតថាអ្នកឯងខ្សែខ្នងអ្នកណាគេស្គាល់អ្នកធំណាអ្នកឯងមានលុយដល់កម្រិតណាអត់ទេណាប្រទេសគេគឺវាល្អថោកន្លែងហ្នឹងដែរបាទស្មារតីរស់នៅដោយស្មារតីកុំធ្វើអ្វីខុសច្បាប់
dương nó dư luôn ơi tại dương tới kê luôn để kê từ nó anh lại vì lọ thở năng hai chụp lại bị tiết ở trong mơ khơi thà bát tê kê vì lọ tròn tha p đại dương đòi dụ cho đi vót học sập ram năm lại cứ bây giờ chuyên quạt tôi ban lôi cho đi vót là ngày bây giờ quạt thưa ca bị comment tới về đại cho đi vót tới quạt tôi ban mà tên gặp biệt tất bạn có hiểu mang chuyển của sóng đài mà pon chiêng chẳng nè người ta bây giờ quạt vậy đại quạt neuro ban này thưa ca cát quạt sâu prang tới anh không về đại quạt cho là trai tới anh quạt tôi ban về riêng tay tam đá nó tay cho vậy thay bây chia chuyên cái cứ ạch bút thế nơi để xa rót cái chuối nhưng mà chẽ á cứ cái chuối được bên đây cho chút cho đi vọt đòi dụ học sập hẹn nó cứ cái chuối rồi cái chuối ấy nè hai mùi vinh tiết không cầm lòng p đại dương ọt cái nghe thơ dương chọp lại dương phải là tập hiệp bong tập bong plơ dương tới cứ dương từ prap rót cái tới chân rót cái nâng ao nâng lôi đại ai support cho mình play trai về dưỡng nè này khá đai này tẹt tôi mình ca bong tẹt chua rồi tẹt tôi lại sinhคือrót cái chuối nên tha p đại bây giờ chân khoa lối cứ những ai na xong lôi rót trai bàn cái chuối dưỡng á chứ là đấy chừng lại bay thông đại trong cái thà bát tê cái thưa ban lõ chớn này lõ tràn cái group chụp bắp bát tê hai chia trên cái cứ group chụp bắp thị trường cứ group chụp bắp nè này tẹt tôi đang trả cho có cái group đấy nè về đại bọc khí cái admin an sai an non được an ọt đấy nè bát tê cái cứ ọt đấy nè khóc cứ khóc bởi vì vòng quanh ta phép chạy đài nè này nè na khóc cứ khóc này lang tà là ca rồi có thợ phanh phát ra sự vâng ấy tập đi chặt chóp phanh tớiประมาณấy dần tới nó bảo cầm học thôn ngô lắng lang khâu ấy dần tới giờ trong cứ bật tay kế nhom từ xa trong tha chụp bắp ọt cần này ai thống này ai tôi này ai mi này cò tới chụp bắp cứ chụp bắp bà à vậy để cái ham như còn phở ham phát ra không bị bạc bò cứ tới đặt khác và cái chặt chóp anh nhưngបញ្ហាបលិឲ្យឈប់យើងទៅឈប់ណាបាទចំប្រទេសគេគឺល្អត្រង់តតនច្បាប់ចរាចរណ៍ការធ្វើដំណើរគោរពសិទ្ធិគ្នាទៅវិញទៅមកល្អវិស័យសុខាភិបាលឈើស្កាត់យកប្រឡប់ល្អវិស័យអប់រំfree ល្អតើទៅជាមួយនឹងពេលចាស់ទៅចូលនិវត្តន៍ល្អខ្ញុំចង់បញ្ជាក់ណាល្អច្រើនប្រទេសគេល្អច្រើនហ្នឹងហើយតែទន្ទឹមនឹងភាពល្អខ្លះក៏វាមានចំណុចមួយចំនួនដែរដែលបងប្អូនខ្មែរយើងមួយចំនួនពេលខ្លះដោយសារគាត់ធ្លាប់រស់នៅប្រទេសខ្មែរយើងណាហ្នឹងហើយគាត់ស៊ំទៅហើយអញ្ចឹងនៅពេលដែលគាត់ផ្លាស់ប្ដូរមកនៅប្រទេសគេពេលខ្លះក៏គាត់រៀងពិបាកនៃការchange នៅ mindset របស់គាត់ណាគាត់ពិបាកដែរណាហ្នឹងហើយពេលខ្លះគាត់នៅស្រុកនេះជាទូទៅគឺឯកោខ្ញុំបញ្ជាក់ណាគឺឯកោច្រើនឯកោជាងភាពសុបាយឯកោណាស់ស្រុកនេះហ៎បើយើងមកមានប្តីប្រពន្ធកូនអីយ៉ាងទៅណាអានេះយើងក៏បានជុំគ្នាទៅណាហ្នឹងហើយចុងសប្តាហ៍អីក៏យើងបានជុំគ្នាទៅតែបើយើងមកធ្វើការម្នាក់ឯងទេបាទនឹងរឿង stress តិចណាបាទបានបងប្អូននេះរៀងជុំគ្នារៀងមានកម្មវិធីច្រើនឬក៏យើងមកធ្វើការជួបអ្នកល្អអញ្ចឹងទៅណាតកែល្អមិត្តភក្តិល្អអីវាមិនអីទេបាទតែនៅពេលដែលយើងផ្លាស់ប្ដូរហើយយើងមកធ្វើការបាតកាយមិនល្អមិត្តរួមកាយមិនល្អឬក៏មានសម្ពាធអីទៀតអាហ្នឹងវាក៏ពិបាកដែរណាចឹងបើអ្នកខ្លះមកវីសា3ឆ្នាំ5ឆ្នាំមកបានតែ1ខែ2ខែក៏គាត់ទៅខ្មែរវិញទៅដោយសារគាត់ទទួលយកបាននៅលក្ខខណ្ឌមួយចំនួនណាបងប្អូន
ក៏អត់ខុសទេដូចខ្ញុំបញ្ជាក់ចឹងបងប្អូនអត់មានគេខុសលើលោកនេះអត់មានគេខុសទេសំខាន់ជាការសម្រេចចិត្តបាទបើគាត់ stress ខ្លាំងពេកអ្នកណានៅទ្រាំ stress ហ៎ត្រឡប់ទៅវិញទៅខ្ញុំចង់បញ្ជាក់ណាហ្នឹងហើយតែបើសិនយើងគិតថាយើងទទួលយកបានយើងមកប្រទេសគេយើងទទួលយកលក្ខខណ្ឌនឹងបានឯកោអត់សូវមានមិត្តអត់សូវមានញាតិបែកពីគ្រួសារប្រពន្ធកូនឪពុកម្ដាយបងប្អូនយើងទទួលយកបានបាទយើងមកចោះទី1ទី2បើសិនយើងទទួលយកបានលក្ខខណ្ឌបើសិនយើងមកម្នាក់ឯងយើងអាចសល់បានសំចៃខ្លាំងហ្នឹងណាសំចៃខ្លាំងមែនតើណាតកែអីគេ sponsor អីផ្សេងសល់1000តិចតួចហ្នឹងតែបើយើងចាយផ្ទះជួរផងទឹកភ្លើងថ្លៃធ្វើដំណើរអីផ្សេងឡានផងអីផងសល់បាទមួយខែ6-700ហ្នឹងប្រហែលអាចសល់នឹងដែរណាបាទអញ្ចឹងបើយើងទទួលយកបានក៏ទទួលទៅនឹងឲ្យស្រុកគេនេះយើងគ្រប់ច្បាប់ណាអត់ដូចស្រុកយើងណោះពេលខ្លះយល់យកច្រើននឹងឲ្យយល់យកទៅធ្វើមិនទេអញ្ចេះអញ្ចឹងណានឹងឲ្យតែស្រុកនេះតែយើងខុសហើយអានឹងចាក់ស្ដាយហើយខ្ញុំចង់បញ្ជាក់អញ្ចឹងណាអញ្ចឹងហើយលោកពេលខ្លះមកនៅទីនេះយើងត្រូវគ្រប់ច្បាប់ប្រទេសគេណាប្រទេសគេគ្រប់ច្បាប់ប្រទេសគេអត់មកធ្វើអ្វីខុសទេណាប្រទេសគេគឺអញ្ចឹងបាទអញ្ចឹងខ្ញុំចង់និយាយថាប្រទេសគេវាមានចំណុចល្អច្រើនបាទតែបើសិនយើងគិតថាយើងនៅអត់កើតអានេះតាមជាក់ស្ដែងណាហ្នឹងហើយបើយើងគិតថាខ្ញុំមកធ្វើការដើម្បីតលុយទេហ្នឹងហើយខ្ញុំចង់ទៅជួបបងប្អូនកូនក្មួយកូនចៅនៅខ្មែរវិញគឺយើងទៅបាទសល់លុយប៉ុន្មានយើងទៅប្រកាន់មុខរបរនៅខ្មែរទៅយើងមានផ្ទះមានដីមានឡានមានអីយើងរស់នៅទៅតាមសម័យជីវរយើងទៅបាទតែបើយើងចង់នៅប្រទេសគេក៏នៅទៅខ្ញុំចង់និយាយអញ្ចឹងណាហើយមិនប្រកាសថាគ្រប់គ្នាដែលមកធ្វើការនៅប្រទេសគេមកនៅប្រទេសគេមានប្តីមានប្រពន្ធនៅប្រទេសគេសត្វតែអ្នកមានទេបងប្អូនណាអ្នកខ្លះសមត្ថទោសនឹងឲ្យ5ឆ្នាំ10ឆ្នាំតម្រាំសំលុយបានអាចឆ្លៀតទៅប្រទេសខ្មែរម្ដងទៅណាបងប្អូនព្រោះនៅប្រទេសគេបងប្អូនស្ដាប់វីដេអូមុនដែលខ្ញុំនិយាយទៅណាស្អីក៏ចំណាយដែរបងប្អូនណាស្អីក៏ចំណាយដែរណាបាទមិនមែនដូចស្រុកយើងផ្ទះជួលមួយខែ50-30អីទេបងប្អូននៅស្រុកនេះរាប់ពាន់ណាម្ហូបអាហាររាប់រយរាប់ពាន់មួយខែណាផាត់តតយើងផ្ញើទៅខ្មែរទៀតអូអត់ពេលខ្លះអត់ចង់សល់ទេបងប្អូនបាទនៅប្រទេសណាដែរអ្នកមានអ្នកក្រវាមានដូចតែគ្នាហ្នឹងណាហ្នឹងហើយសំខាន់យើងចេះសំខាន់ចេះសំចៃបាទហើយបើសិនជាយើងមកដល់ទាំងគ្រួសារយើងអប់រំកូនយើងតាមបែបខ្មែរបានច្រើនតិចទៅក៏ល្អមួយយ៉ាងដែរបាទតែបើកូនយើងកាត់ឬក៏អ្នកមកកាត់ចរិតទៅបរទេសច្រើនពេកអាហ្នឹងក៏វាពិបាកដែរណាតែចំណុចនេះខ្ញុំអត់ទាន់និយាយចាំមើលមានវីដេអូក្រោយទៀតបើសិនយើងមានពេលខ្ញុំនឹងនិយាយអំពីភាពខុសគ្នាអំពីការអប់រំក្មេងនៅជាលក្ខណៈខ្មែរហើយនឹងការអប់រំក្មេងជាលក្ខណៈនៅប្រទេសគេហ្នឹងតើវាមានភាពខុសគ្នាបែបណាណាហ្នឹងហើយអានឹងចាំមើលមានវីដេអូក្រោយទៀតណាបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេណាហ្នឹងហើយគិតមើលទៅហ្នឹងហើយថាអ្នកដែលមកធ្វើការនៅប្រទេសគេហ្នឹងគឺវាមិនស្រួលទេហ្នឹងហើយកុំគិតថាប្រទេសគេវាជាឋានសួគ៌នោះណាប្រទេសខ្មែរក៏ល្អដែរហើយប្រទេសគេក៏ល្អដែរសំខាន់មនុស្សចង់នៅអត់សប្បាយចិត្តនៅអត់ទីណាដែលអ្នកទាំងអស់គ្នាគិតថាសប្បាយចិត្តយើងនៅទៅអរគុណច្រើន